ដូច្នេះថ្ងៃនេះយើងលើកអំពីប៉េងប៉ោះដោយបងប្អូនឃើញហើយនៅក្នុងនេះគឺប៉េងប៉ោះមានវីតាមីនច្រើនខ្លាំងបំផុតដែលវាសម្បូរទៅដោយជាតិវីតាមីន C និងជាតិ Fe ជាតិដែកយ៉ាងច្រើននៅពេលដែលយើងទទួលទានឆៅបងប្អូនវាមានជាតិវីតាមីន A វីតាមីន B1 B2 B3 B5 B6 B9 និងវីតាមីន D វីតាមីន E និងវីតាមីន K គឺដោយសារវីតាមីនច្រើនរបស់ប៉េងប៉ោះគឺវាអាចជួយទៅដល់បេះដូងជួយដល់ពោះវៀនរបស់យើងជំនួយដល់ស្បែកជំនួយដល់ថ្លើមជំនួយដល់លំពែងនិងជួយទប់ស្កាត់យ៉ាងល្អបំផុតចំពោះមហារីកប្រូស្តាតនិងមហារីកសូដនបានយ៉ាងអស្ចារ្យបំផុតដូច្នេះគឺល្អខ្លាំងណាស់ដែលយើងត្រូវទទួលទានប៉េងប៉ោះទុំមួយថ្ងៃមួយខាំគឺជាការការពារបានយ៉ាងល្អបំផុតចំពោះការកើនឡើងនៃជំងឺមហារីកដូច្នេះការព្យាបាលដោយបែបធម្មជាតិគឺជួយយើងឲ្យបានជាសះស្បើយពិតប្រាកដមែនដោយមិនអាចកើតជំងឺអ្វីពីក្រោយខ្នងនោះទៀតទេដូច្នេះដើម្បីការពារនិងព្យាបាលនៅអាការៈដូចបានរៀបរាប់ខាងលើគឺបងប្អូនអាចសាកល្បងទាំងអស់គ្នាបានវីដេអូសូមបញ្ចប់និងសូមអរគុណដល់បងប្អូនទាំងអស់ដែលបានចូលរួមទស្សនាវីដេអូមួយនេះនិងសូមជូនពរដល់បងប្អូនទាំងអស់ឲ្យទទួលបាននូវសុខភាពល្អសំណាងល្អនិងមានសុភមង្គលគ្រប់ក្រុមគ្រួសារជារៀងរហូតតរៀងទៅសូមអរគុណនិងសូមជម្រាបលា